ការបង្កើតផែនដីរបស់ព្រះកាលពីដើមដំបូងមុនពេលមានមនុស្សសត្វរុក្ខជាតិឬសូម្បីតែពន្លឺពិភពលោកគ្មានអ្វីទាំងអស់មានតែព្រះប៉ុណ្ណោះដែលគង់នៅអស់កលជានិច្ចព្រះមានគម្រោងដ៏អស្ចារ្យមួយគឺបង្កើតផែនដីដ៏ស្រស់ស្អាតសម្រាប់មនុស្សរស់នៅថ្ងៃទី1ព្រះមានបន្ទូលថាចូលឲ្យមានពន្លឺភ្លាមនោះពន្លឺក៏កើតឡើងព្រះបានបំបែកពន្លឺចេញពីភាពងងឹតហើយហៅពន្លឺថាថ្ងៃនិងភាពងងឹតថាយប់នៅថ្ងៃទី2ព្រះបានបង្កើតផ្ទៃមេឃដ៏ធំល្វឹងល្វើយដើម្បីបំបែកទឹកខាងលើនិងទឹកខាងក្រោមនៅថ្ងៃទី3ព្រះបានប្រមូលទឹកទាំងអស់ឲ្យនៅកន្លែងតែមួយហើយឲ្យដីស្ងួតលេចឡើងព្រះហៅដីស្ងួតថាផែនដីនិងទឹកថាសមុទ្របន្ទាប់មកព្រះបានបង្កើតស្មៅផ្កានិងដើមឈើគ្រប់ប្រភេទឲ្យដុះឡើងនៅថ្ងៃទី4ព្រះបានបង្កើតព្រះអាទិត្យសម្រាប់បំភ្លឺពេលថ្ងៃព្រះច័ន្ទសម្រាប់បំភ្លឺពេលយប់និងផ្កាយជាច្រើននៅលើមេឃនៅថ្ងៃទី5ព្រះបានបង្កើតត្រីគ្រប់ប្រភេទនៅក្នុងទឹកនិងបក្សីគ្រប់ប្រភេទហោះហើរនៅលើមេឃនៅថ្ងៃទី6ព្រះបានបង្កើតសត្វគ្រប់ប្រភេទនៅលើដីហើយចុងក្រោយព្រះបានបង្កើតមនុស្សតាមរូបអង្គទ្រង់បុរសដំបូងមានឈ្មោះថាអាដាមហើយក្រោយមកព្រះបានបង្កើតអេវ៉ាជាភរិយារបស់គាត់ព្រះបានប្រទានសួនអេដានដ៏ស្រស់ស្អាតឲ្យពួកគេរស់នៅនិងថែរក្សាព្រះទតមើលអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតហើយឃើញថាល្អប្រសើរណាស់នៅថ្ងៃទី7ព្រះបានសម្រាកពីកិច្ចការទាំងអស់ដែលទ្រង់បានធ្វើនិងប្រទានពរដល់ថ្ងៃនោះមេរៀនពីរឿងនេះព្រះជាម្ចាស់ជាព្រះអង្គបង្កើតស្ថានសួគ៌ផែនដីនិងអ្វីៗទាំងអស់ទ្រង់ស្រឡាញ់មនុស្សនិងប្រទានពិភពលោកដ៏ស្រស់ស្អាតនេះឲ្យយើងរស់នៅដូច្នេះយើងគួរអរព្រះគុណព្រះនិងថែរក្សាអ្វីៗដែលទ្រង់បានបង្កើតសូមអរគុណដែលបានស្ដាប់ពីការបង្កើតរបស់ព្រះសូមព្រះប្រទានពរអាមែន